នៅសល់1ម៉ោងទៀតពិធីរាត្រីនឹងចាប់ផ្ដើមអ្នកនាងចង់ឲ្យរៀបចំទឹកក្តៅសម្រាប់ងូតទឹកទេទីបំផុតអាចសម្រាកបានបន្តិចហើយការិយាល័យសម្លៀកបំពាក់បានត្រៀមឈុតពីររួចហើយអ្នកនាងចង់ជ្រើសរើសឈុតមួយណាគួរជ្រើសឈុតមួយណាល្អសម្រស់របស់អ្នកនាងលេចធ្លោណាស់សម្លៀកបំពាក់បែបសាមញ្ញកាន់តែបង្ហាញភាពស្រស់ស្អាតដាច់គេម្ចាស់នាងអ្នកថ្មីកំពុងរងចាំនៅខាងក្រៅព្រះរាជវាំងឲ្យពួកគេរងចាំសិនទៅបាទចាស់ច្បាប់ក្នុងវាំងតឹងរឹងមែនទែនមិនដឹងថាពេលណាម្ដាយមីងនឹងត្រឡប់មកវាំងវិញសូមគោរពព្រះអង្គម្ចាស់រាជទាយាទពួកនាងទាំងនេះទូលបង្គំសូមទូលនេះជាបញ្ជារបស់ព្រះអាគមហេសីក្រោកឈរហើយរងចាំសូមអរគុណព្រះអង្គម្ចាស់រាជទាយាទទាំងអស់គ្នាក្រោកឡើងសូមគោរពព្រះអង្គម្ចាស់វៃសូមគោរពព្រះអង្គម្ចាស់វៃមុននេះច្បាស់ណាស់មាននរណាម្នាក់រុញខ្ញុំហេតុអ្វីបងស្រីអ៊ូមើលមកខ្ញុំបែបនេះជាអ្នករុញខ្ញុំមែនទេបងស្រីអ៊ូមានព្រះនាងយ៉ាងជាអ្នកគាំទ្រប៉ុន្តែទោះជាយ៉ាងណាក៏មិនគួរចោទប្រកាន់ដៃវិញរបស់នាងគឺព្រះនាងយិនសៀនហ្វៃបងស្រីយិនកុំបន្តនិយាយទៀតអ្នកភ្លេចថ្ងៃនេះហើយនាងគ្រាន់តែនិយាយពីរបីពាក្យជាមួយព្រះអាគមហេសីហើយធ្វើឲ្យអ្នកនោះក្លាយជាមនុស្សក្រអឺតក្រទុំបែបនោះយិនសៀនហ្វៃយួនចៅមិនចាំបាច់ទៅជែកជាមួយពួកគេទេការស្ដាយក្រោយកើតឡើងតែមួយផ្លែតប៉ុណ្ណោះតែពេលវេលានឹងបង្ហាញចិត្តមនុស្សព្រះអង្គម្ចាស់ជិនយាងមកហើយសូមគោរពព្រះអង្គឲ្យពួកគេចូលទៅបានបាត់ចាស់ព្រះអង្គម្ចាស់ចិនព្រះចៅអធិរាជយាងមកហើយសូមទទួលការស្វាគមន៍ព្រះចៅអធិរាជថ្ងៃនេះពិធីរាត្រីផ្កាមិនចាំបាច់មានការតឹងរឹងទេសូមឲ្យទាំងអស់គ្នាសប្បាយឲ្យពេញលេញអង្គុយចុះបានហើយចាប់ផ្ដើមពិធីព្រះអង្គខ្ញុំសូមគោរពផឹកមួយកែវជូនព្រះអង្គថ្ងៃនេះកិច្ចការក្នុងវាំងមានភាពរវល់ច្រើនព្រះអាគមហេសីជួយរៀបចំជំនួសខ្ញុំលំបាកណាស់នេះជាការងាររបស់ខ្ញុំ
របាំនេះខ្ញុំបានហាត់យូរថ្ងៃណាស់សូមថ្វាយព្រះអង្គល្អណាស់ធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់ថ្ងៃនេះមានស្បែកជើងរមាសតែបានទទួលពីប្រទេសប៉ាស៊ីសូមប្រគល់ឲ្យព្រះនាងសៀនហ្វៃអ្នកឃើញទេបងស្រីខ្ញុំខ្លាំងមែនទេព្រះអង្គការរាំនេះរបស់ខ្ញុំមុននេះគ្រាន់តែជាការបង្ហាញតិចតួចប៉ុណ្ណោះក្នុងចំណោមអ្នកថ្មីទាំងនេះមានអ្នកមានទេពកោសល្យច្រើនណាស់ឮថាមាននារីម្នាក់ឈ្មោះជាងសៃរ៉េនគេនិយាយថាព្រះនាងស្រីបានណែនាំបងប្អូនស្រីខ្លួនចូលវាំងគិតថានាងមានទេពកោសល្យខ្លាំងណាស់ឆ្នោះទេមិនដូចសូមឲ្យនាងមកបង្ហាញផងយោពមនាងនៅណាឲ្យនាងឡើងមកទូលបង្គំជាម៉ាស្ទ័រយួនចៅសូមគោរពព្រះអង្គខ្ញុំចង់ដឹងណាស់អ្នកមានទេពកោសល្យអ្វីខ្លះពិតជាល្អណាស់ប៉ុន្តែខ្ញុំធ្លាប់ព្រឹកថាក្នុងចំណោមអ្នកថ្មីទាំងនេះមានអ្នកជំនាញក្បាច់គុណហាក់ដូចជាកូនស្រីរបស់មន្ត្រីជាន់ខ្ពស់ជាងមីនហេតុអ្វីថ្ងៃនេះមិនឃើញនាងសូមរីកាជាងសៃរ៉េនណែណាទូលបង្គំសូមរីកានាងត្រូវបានផ្ញើទៅមិនអីទេនិយាយបាននាងនៅក្នុងព្រះរាជវាំងមីងយីងហេតុអ្វីដូច្នោះទូលបង្គំសូមរីកានាងបានប្រព្រឹត្តខុសច្បាប់វាំងត្រូវបានដាក់ទោសទើបចូលវាំងសោះហេតុអ្វីទៅដល់ទីនោះគេរៀបចំរឿងធំមែនទេពិតជារងចាំខ្ញុំនៅទីនេះហើយព្រះអង្គខ្ញុំគ្រាន់តែដាក់ឲ្យរៀនច្បាប់ប៉ុន្មានថ្ងៃបន្ទាប់ពីរៀនរួចនឹងដោះលែងវិញព្រះអង្គមិនល្អហើយរីកាព្រះអង្គជាងសៃរ៉េនបានសម្លាប់ខ្លួនអ្វីនាងស្លាប់ហើយពេលយើងរកនាងឃើញនាងនៅព្យួរនៅលើធ្នឹមរាងកាយរឹងទៅហើយបានរកមូលហេតុឃើញទេនាងទើបចូលវាំងថ្មីត្រូវគេដាក់ទោសមុខមនុស្សអាណិតណាស់បើគ្មានភស្តុតាងមិនអាចនិយាយផ្ដេសផ្ដាសបានទេខ្ញុំមានភស្តុតាងជាងសៃរ៉េនមិនមែនជាព្រះនាងគ្រប់គ្រងទេតែគឺអ្នករំក្បាច់គុណនេះឯងអ្នកនិយាយថាអ្នកមានភស្តុតាងទូលបង្គំសូមរីកាព្រះអង្គមុនចូលវាំងនាងបានស៊ើបអង្កេតអំពីព្រះនាងគ្រប់គ្រងហើយដឹងថាជាងសៃរ៉េនមានទេពកោសល្យខ្លាំងតែអាចគំរាមកំហែងដល់នាងដូច្នេះបានចិត្តអ្នកផ្ដល់ឲ្យជាងសៃរ៉េននៅផ្កាម៉ូដានមួយជាងសៃរ៉េនត្រូវគេបង្ក្រាបធ្វើឲ្យព្រះនាងភ្ញាក់ផ្អើលទោះព្រះនាងបានដាក់ទោសនាងក៏មិនអាចសម្លាប់ជីវិតនាងបានទេដូច្នេះខ្ញុំសន្និដ្ឋានថាការស្លាប់របស់ជាងសៃរ៉េនគឺជាគម្រោងរបស់អ្នកនេះឯងព្រះអង្គគុំជឿនាងអ្នករំក្បាច់កូនក្មេងតែចិត្តព្រៃប្រត់បែបនេះយកនាងទៅអូសនាងចេញទៅព្រះអង្គខ្ញុំអត់ទេឈប់